បើយើងសង្កេតទៅមើលស្ថានភាពនយោបាយក្នុងពេលបច្ចុប្បន្នមិនថានៅក្នុងប្រទេសកម្ពុជាឬក៏នៅក្រៅប្រទេសកម្ពុជាទេមួយរយៈនេះគឺពាក់ព័ន្ធទៅលើការដាក់ពន្ធទៅលើបណ្ដាប្រទេសផ្សេងហើយនៅក្នុងវីដេអូឃ្លីបមួយនេះខ្ញុំប្រកាសអាត្មាចង់និយាយពាក្យពន្ធទៅនឹងពន្ធដែលដាក់ទៅលើប្រទេសកម្ពុជាហើយពន្ធដាក់ទៅលើប្រទេសកម្ពុជាគឺច្រើនជាងគេនៅលើបណ្ដាប្រទេសអាស៊ានអេស៊ីទាំង10នៅខាងប៉ែកអាស៊ាននឹងថាអេស៊ានបូក1ហើយច្រើនជាងគេគឺប្រទេសខ្មែរប្រទេសកម្ពុជាប៉ុន្តែបើយើងសម្លឹងទៅមើលការប្រតិកម្មនៅលើការដាក់ពន្ធគឺបណ្ដាប្រទេសផ្សេងប្រទេសវៀតណាមប្រទេសថៃប្រទេសឡាវក៏ដូចជាប្រទេសផ្សេងមួយចំនួនទៀតគឺគេតែងតែចេញតវ៉ាទាមទារចរចាជាមួយនឹងលោកដូណាល់ត្រាំដែលជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកដែលលោកឡើងកាន់តំណែងជាលើកទី2ចំណែកឯប្រទេសកម្ពុជាវិញគឺលោកនាយករដ្ឋមន្ត្រីក៏ដូចជាឪពុករបស់លោកនាយករដ្ឋមន្ត្រីមិនខ្វល់ក្នុងការចរចាមិនឈឺក្បាលទៅលើការដាក់ពន្ធដ៏ច្រើនជាងគេនៅបណ្ដាប្រទេសអេស៊ានបូក1ឬក៏យើងហៅថានៅប្រទេសប៉ែកខាងអាស៊ានមិនខ្វល់មិនឈឺក្បាលមិនខ្វល់ថាអនាគតទៅប្រជាពលរដ្ឋវេទនាតោកយ៉ាកលំបាកយ៉ាងណាទេគឺអ្វីដែលសំខាន់ឲ្យតែក្រុមគ្រួសាររបស់ត្រកូលហ៊ុនហ្នឹងហើយរស់នៅបានសុខសាន្តរស់នៅដោយសប្បាយរីករាយអាចគៀបសង្កត់អាចបោកប្រាស់អាចកុហកប្រជាពលរដ្ឋបានអាចបោកប្រជាពលរដ្ឋបានតាមឧបាយមួយណាក៏ដោយគឺក្រុមគ្រួសារដឹកនាំដោយត្រកូលហ៊ុនសប្បាយហើយមិនខ្វល់ទេទោះបីពីណាដាក់ពន្ធប្រមាណភាគរយក៏ដោយតិចក៏ដោយច្រើនក៏ដោយអត់ខ្វល់ទោះបីមានបរទេសឆ្លៀនពៀនឬក៏ដាក់គំនាបយ៉ាងធ្ងន់យ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលក៏ដូចជាឪពុករបស់រាជរដ្ឋាភិបាលមិនខ្វល់នឹងជួយដោះស្រាយដើម្បីបន្ធូរបន្ថយនិងរកការងារឲ្យប្រជាពលរដ្ឋធ្វើទេបែរជាគាត់សប្បាយចិត្តទៅលើការដាក់ពន្ធដ៏ច្រើនជាងគេនៅប្រទេសប៉ែកខាងអាស៊ានហ្នឹងហើយញាតិញោមជាពុទ្ធបរិស័ទទាំងអស់បានឮបានដឹងហើយក៏មានអ្នកចូលរួមចែករំលែកនៅបញ្ហាទាំងអស់ហ្នឹងដែរហើយអាត្មាគ្រាន់តែចង់ចេញវីដេអូដើម្បីជាការដាស់តឿនជាការរំលឹកក៏ដូចជាថាដាស់តឿនស្មារតីរបស់ញាតិញោមជាពិសេសយុវជននិងអ្នកដែលតាមដានព័ត៌មាននៅក្នុងសង្គម Facebook ក៏ដូចជា YouTube ហើយអ្វីទាំងអស់ដែលមានបងប្អូនស្រឡាញ់ប្រជាធិបតេយ្យស្នេហាប្រជាធិបតេយ្យស្រឡាញ់ទឹកដីស្រឡាញ់ជាតិបរណជាតិទឹកដីគឺតែងតែចេញនៅវីដេអូតវ៉ានិងមានមតិផ្សេងហើយដោយគ្មានប្រជាពលរដ្ឋឬក៏ប្រជាពលរដ្ឋនៅក្នុងប្រទេសមិនហ៊ានបញ្ចេញនៅមតិមិនហ៊ានសម្ដែងមតិគឺ
ដោយសារការបាត់នៅសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះហ្នឹងហើយវីដេអូឃ្លីបមួយនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណនិងសូមអរគុណ